សួស្តីបងប្អូនអ្នកគ្នាបន្ទាប់ពីខានចេញវីដេអូរបៀបនៅក្នុងការធ្វើយ៉ាងម៉េចឲ្យផ្កាចាប៉ីរបស់យើងល្អមួយរយៈពេលវែងមកគឺថាឥឡូវនេះខ្ញុំត្រឡប់មកវិញហើយដោយសារតែមួយរយៈនេះគឺខ្ញុំអត់សូវបានមើលថែផ្កាចាប៉ីរបស់ខ្ញុំអញ្ចឹងហើយគឺថាដល់ពេលដល់ខែដែលវាត្រូវផ្កាប៉ុន្តែបែរជាវាអត់សូវល្អវិញអញ្ចឹងណាបងប្អូនអ្នកគ្នាចឹងទៅក៏ថ្ងៃនេះតនេផងក៏ឆ្លៀតថតជាវីដេអូចែកជូនដល់បងប្អូនអ្នកគ្នាទស្សនាហើយដោយដែលបងប្អូនឃើញនេះគឺមួយខាងអត់សូវល្អទេហើយមួយខាងទៀតគឺវាល្អចេញផ្កាច្រើនមែនទែនហើយលឹកក៏ល្អដែរអញ្ចឹងថ្ងៃនេះក៏ឆ្លៀតចែករំលែកបទពិសោធន៍ហើយបច្ចេកទេសខ្លះៗដល់បងប្អូនអ្នកគ្នាសម្រាប់យកទៅអនុវត្តដើម្បីឲ្យចាប៉ីបងប្អូនល្អដែរអញ្ចឹងណាហើយនេះគឺគ្រឿងផ្សំរបស់យើងមានងាយទេគឺអាចគោស្ងួតបងប្អូនអ្នកគ្នាលេជាមួយអាផេងកាមយើងនឹងមកហើយបើបងប្អូនមានជាប្រភេទលឹកឈើលឹកអីតូចល្អិតអីបងប្អូនអាចបន្ថែមបានឬក៏សកៃដូងខ្ទេចអីចឹងណាប៉ុន្តែខ្ញុំមិនដឹងថាទៅរនណាទេហើយរវល់ផងចឹងទៅក៏ដាក់តែពីរមុខនឹងសុទ្ធតែម្ដងបងប្អូនអ្នកគ្នាហើយអញ្ចឹងគឺខ្ញុំគិតថាពីរមុខហ្នឹងគឺគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំហើយអញ្ចឹងទៅក៏ធ្វើការលាយវាឲ្យសប់ដោយបងប្អូនឃើញអញ្ចឹងហើយនេះចាប៉ីរបស់ខ្ញុំដែលអត់សូវល្អហ្នឹងបងប្អូនអ្នកគ្នាប៉ុន្តែវានៅតែមានផ្កាប៉ុន្តែថាដើមវាមិនសូវល្អអញ្ចឹងណាដោយសារតែយើងដល់ពេលដែលយើងត្រូវដូរដីប៉ុន្តែយើងបែរជាអត់បានដូរវិញហើយមានបងម្នាក់គាត់បាន comment នៅក្នុងchannel YouTube របស់ខ្ញុំអញ្ចឹងណាឲ្យបង្ហាញពីរបៀបនៅក្នុងការធ្វើយ៉ាងម៉េចឲ្យចាប៉ីល្អហើយនេះខ្ញុំក៏ថតបង្ហាញគាត់អញ្ចឹងយើងមុននឹងយើងដាំផ្កាចាប៉ីនឹងទៅវិញនៅក្នុងផើងដីថ្មីហ្នឹងគឺយើងត្រូវតែបេះដីចាស់ចេញសិនបងប្អូនអ្នកគ្នាដើម្បីយើងធ្វើការសម្អាតវាអញ្ចឹងណាហើយលើកឫសវាឲ្យខ្ពស់ជាងមុនហើយនេះគឺថាខ្ញុំធ្វើការដកដីចេញពីគល់វារួចហើយគឺខ្ញុំធ្វើការយកអាដីដែលខ្ញុំលាយមិញហ្នឹងយកមកដាក់ក្នុងផើងហើយយើងដាក់ឲ្យណែនទៅបន្តមកទៀតគឺយើងធ្វើការយកចាប៉ីហ្នឹងយកមកចលោហើយមើលឫសមើលអីវាផងបងប្អូនអ្នកគ្នាបើសិនជាឫសវាឃើញអាណាលួយអីយើងឆាប់កាត់វាចេញដើម្បីកុំឲ្យអាលួយហ្នឹងវាដាល់ខូចដើមរបស់យើងអញ្ចឹងណាហើយអញ្ចឹងទៅគឺយើងបន្ទាប់ពីយើងដាក់ហើយគឺយើងប្រហើបគល់វាឡើងមកលើតិចមកដើម្បីឲ្យចាប៉ីរបស់យើងលៀនគល់ឡើងលើអញ្ចឹងណាអ្នកដែលដាំចាប៉ីអ្នកដែលលេងគល់អីគឺដឹងច្បាស់ហ្មងពីវិធីហ្នឹងអញ្ចឹងណាប៉ុន្តែខ្ញុំនេះគឺខ្ញុំប្រហើបគល់វាឡើងលើតែបន្តិចទេដោយសារតែពីមុនមកខ្ញុំធ្លាប់ប្រហើបវាម្ដងហើយអញ្ចឹងប្រភេទចាប៉ីនេះឲ្យតែយើងដូរដីគឺយើងត្រូវប្រហើបគល់ហើយបងប្អូនអ្នកគ្នាប៉ុន្តែសម្រាប់ខ្ញុំគឺអាមួយនេះគឺខ្ញុំអត់ប្រហើបគល់វាខ្លាំងពេកទេដោយសារតែផើងយើងទូចផងអញ្ចឹងទៅគឺយើងប្រហើបតន្តិចបានហើយគឺផ្កាស្រស់ស្អាតមែនទែនប៉ុន្តែផ្កាអត់សូវធំលឹកក៏អត់សូវច្រើនដែរហើយក្រហមទៀតលឹកដោយសារតែវាអត់សូវល្អអញ្ចឹងណាប៉ុន្តែនេះបន្ទាប់ពីខ្ញុំដូរដីដូរអីវាហើយប្រហែលជាកន្លះខែក្រោយអីហ្នឹងគឺចាប់ផ្ដើមល្អវិញមានផ្កាមានអីច្រើនស្រស់បំព្រងវិញហើយអញ្ចឹងនេះគឺមួយទៀតប៉ុន្តែមួយនេះគឺកូនវាទេបងប្អូនអ្នកគ្នាអាហ្នឹងកូនទូចហ្នឹងគឺខ្ញុំផ្សំវាឲ្យល្អហើយធំលឿនទៅដើម្បីយើងធ្វើការប្រកាត់អញ្ចឹងណាហើយសម្រាប់បងប្អូនដែលមានបំណងចង់បានផ្កាចាប៉ីយកទៅដាំអីបងប្អូនអាចតាក់ទងមកខ្ញុំបានតាម channel YouTube ហ្នឹងក៏បានឬក៏តាម page ក៏បានដែរបងប្អូនអ្នកគ្នាខ្ញុំមានប្រកាសលក់អីដែរចឹងណាសម្រាប់ចែកជូនបងប្អូនអ្នកគ្នាយកទៅដាំលម្អផ្ទះក្នុងតម្លៃសមរម្យទេមិនថ្លៃអីហ្មងទេបងប្អូនហើយនេះគឺបើសិនជាបងប្អូនមានក្របចាប៉ីវាអីខ្លួនឯងបងប្អូនអាចអនុវត្តតាមខ្ញុំបានហើយបើមានចម្ងល់អីផ្សេងចង់ដឹងពីវិធីធ្វើម៉េចឲ្យល្អវិធីប្រកាត់អីបងប្អូនអាចឆាតមកសួរក៏បានដែរខ្ញុំអត់លាក់ទេខ្ញុំចេះប៉ុណ្ណាគឺខ្ញុំប្រាប់ប៉ុណ្ណឹងអញ្ចឹងណាហើយអាមួយនេះក៏ដូចគ្នាដែរគឺខ្ញុំធ្វើការប្រហើបគល់វាឡើងលើបន្តិចដោយបងប្អូនឃើញអញ្ចឹងអាស្នាប់សដែលខ្ញុំបង្ហាញនេះអាហ្នឹងគល់ចាស់ពីមុនដែលយើង
វាកប់ក្នុងដីចឹងណាហើយបន្ទាប់ពីយើងដូរដីវាបេះដីចាស់ចេញអស់គឺយើងត្រូវលើកប្រហើបឬវាប្រហើបគល់វាឡើងលើបន្តិចដើម្បីយើងឲ្យមើលទៅវាឃើញលយចឹងណាឃើញគល់ធំព្រោះពួកអានេះគឺយើងចុបលេងគល់ចឹងយើងដាក់វាប្រហើបឲ្យធំមើលទៅឃើញកពីងចឹងណាហើយបន្ទាប់ខ្ញុំដូរដីអីហើយគឺខ្ញុំយកវាមកដាក់កន្លែងដើមវិញកន្លែងដើមរបស់យើងគឺថាធ្វើយ៉ាងណាឲ្យត្រូវកម្ដៅថ្ងៃពីព្រឹកដល់ល្ងាចចឹងណាចឹងពួកចុបវាអត់ត្រូវការក្រោមម្លប់ទេវាត្រូវការក្រោមកម្ដៅថ្ងៃពេញតែម្ដងដើម្បីវាសំយោគហើយបានវាល្អបើសិនជានៅក្នុងម្លប់វាល្អតែផ្លឹកវាអត់ផ្កាអញ្ចឹងណាបងប្អូនអ្នកគ្នាហើយបន្ទាប់ពីយើងដូរដីវាហើយយើងយកវាដាក់ហាលក្តៅអញ្ចឹងប្រហែលជាកន្លះខែវានឹងធ្វើការលាស់ត្រួយផ្កាថ្មីហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងអរគុណច្រើនសម្រាប់ការតាមដានទស្សនា